ដល់បន្ទុំឃើញភ្លើងអីក្រហមលបទៅមើលទៅសត្វចានអត់តន់លៀងបើយកទិញពីធ្វើការពងកើតថាធ្វើមហូបអីហើយក៏នឹកឃើញថាទិញត្រង់មាន់ញ៉ាំទៅព្រោះយើងហាត់ប្រានរងថ្ងៃតែសាច់ជ្រូកនេះម្ដុំប៉ុណ្ណឹងតម្លៃវា$7,000ជាងនឹងស្មើនឹង$5ហើយខ្ញីនេះវិញ2ដុំប៉ុណ្ណឹងតម្លៃវា$73ហើយដើមម្ដងនេះឃើញសាមន់ញឹមដាក់ចាំការចាប់ដាក់មួយពឹបអស់6រៀលទៀតមកក៏ខ្ញុំទៅទិញបន្លែដែលចូលចិត្តគឺស្ពៃបូកូនេះពូវាថោកហើយដើមម្ដងនេះក៏នឹកឃើញថាដូចរៀងធំក្លិនមាត់ក៏ទិញទៅក៏អូបម្ដបទៅអាម៉េចទេហើយសរុបមកគឺយើងទិញបានមហោបប៉ុណ្ណេះបងប្អូន5មុខហ្នឹងហើយគិតលុយទៅវាអស់$40,000ជាង26រៀលចឹងបងប្អូនហើយឥឡូវនេះបងប្អូនមានកស៊ីវិញហើយលែងបាក់ស៊ីបកងទៀតហើយមិនដល់បន្ទុំឃើញភ្លើងអីក្រហមលបទៅមើលទៅសត្វចានអត់តន់លៀងបើយកឥឡូវហ្នឹងគឺយើងយកបន្លែមកងុយទឹកដោះក្អែលវាឲ្យស្អាតរៀបចំដាក់ចានហើយដាក់ត្រីសាម៉ុនមកគឺយើងដល់ពេលញ៉ាំហើយបងប្អូនអូឆ្លាញ់ណាស់ចូលវាដាច់លុយចុងខែអាចធ្វើម្ហូបនេះញ៉ាំបានដល់មកគឺយើងប្រើកម្លាំងធាតុហើយពងទាខ្ទះមកហើយបន្ទាប់មកយើងត្រូវប្រែវាដែលប្រើកាយវិការយ៉ាងទន់ភ្លន់បំផុតពេលនេះយើងទទួលបានអាហារឆ្ងាញ់គ្មានពីរលើលោកបងទាំងអស់គ្នាដឹងអត់តិចទៀតទៅគឺយើងមិនចាំបាច់ទៅយកម្ហូបមកញ៉ាំខ្លួនឯងnữaទេគឺមានរ៉ូបតយកម្ហូបមកឲ្យយើងញ៉ាំដល់កន្លែងតែម្ដងថ្ងៃនេះដែរខ្ញុំបានទៅលេងទីក្រុងសូអ៊ូលនៃប្រទេសកូរ៉េហើយដើរហ្នឹងក៏សម្រេចចិត្តថានាំគ្នាចូលទៅញ៉ាំអីនៅហាងមួយកន្លែងហើយនៅពេលដែលឃើញរ៉ូបតយកម្ហូបមកឲ្យយើងដល់កន្លែងអញ្ចឹងក៏រៀងភ្ញាក់ផ្អើលបន្តិចដែរបងប្អូនពីព្រោះថាយើងនៅតាមជនបទគឺអត់មានអញ្ចឹងទេពេលដែលយើងចង់ញ៉ាំគឺយើងត្រូវតែទៅយកមកញ៉ាំខ្លួនឯងដូច្នេះហើយនៅពេលដែលយើងបានមកដល់ប្រទេសដែលគេអភិវឌ្ឍជឿនលឿនបែបនេះគឺយើងគួរតែដើរទៅឲ្យស្គាល់ដើម្បីទទួលបានបទពិសោធន៍ថ្មីនៅពេលដែលយើងមានឱកាសគឺយើងអាចយកទៅធ្វើនៅប្រទេសរបស់យើងវិញបានYeah.